có vì một tốt support một cô ca vô mày một ảnh ai bao nhiêu những cái visa một ông lấy như thế như cái đợi theo như thế đợi các theo anh là anh ta chia một bay lấy đó visa thế đờ vì là anh ta mà tầm bay ca vô không kiện không ca vô không ai phát kiện là xây nên không bị visa mà dưới cái mình cũng nói là tận tộc liên trục kiện trụcสถานที่ตีโดยทางการตกเรียนลงไปมากมายเลยนะvìทางการก็วิอาบางห้างในบางในทางมันการเลี้ยงโยกเปลี่ยนได้สำหรับเปลี่ยนทางการเลี้ยงปานเลยอาจารย์สรุปอันนี้การทำงานเราจะเซนาพุทธิริยาเราจะเซบีชัวร์ให้ยืนมีวันประกาศต่อนะกับว่ามันเป็นการสนองก็พร้อมที่จะปราบครูรินเดอร์เป็นไปไปสมัครกับครูวิชาเขียนเนี่ยครูวิชาบอกว่า system វាឃើញអក្សរយើងសេយប់វាពិបាកមែនទេតែយើងមានករណីផ្សេងដែលលោកបកស្រាយនេះគឺបកស្រាយមកវាមិនមែនអង់គ្លេសថា I go school ទេដល់ពេលមកទេស្រួលឆ្នាំ I ស្អី go ស្អីតែប៉ុន្តែខ្មែរយើងអត់ទេអ្នកវិទ្យាសាស្ត្រដឹងយល់អ្វីៗគឺវាទៅរួមមកទៅយើងរករែកបាច់គ្រូខ្មែរយើងដឹងថាស្អីគេមកបរទេសអត់បានយើងមើលកុំរាន់រៀនភាសាអញ្ចឹងចង់ជួយមកដោយសារមានករណីផ្សេងមិនចេះសរសេរដល់បានទេខ្មែរគឺតែតែមានមួយទៀតមិនអាចសរសេរឡាយចុះបានទេយល់ទេយើងគឺទៅរួចយើងជើងមានតែករណីយើងភាសាដែលខ្លាចកើតមកវាមានតែយើងមួយខាងដល់សិនជួយដល់ទៀតតែតែទិញដល់ក្រុមគេសិក្សាឲ្យស៊ីជម្រៅតែទិញមកគេសួរខ្ញុំអត់ទីសិនជួយចំណុចទី3ចំណុចកើនេះអានេះពាក់ព័ន្ធនឹងការសោតនៅពេលណាដែលមនុស្សនោះស្ថិតនៅក្នុងការតាចំណុចនោះ2បញ្ហាគេសោតតបគេឲ្យមនុស្សម្នាក់នោះឡើងថាស្វែងរកអំពីចំណុចទស្សនវិជ្ជាដោយសារចំណុចទស្សនវិជ្ជាការឲ្យគិតតាមជ្រៅមានការកើតឡើងថាការពិបាកទៅចាញ់ចូលជ្រៅទៅអានេះជាទស្សនវិជ្ជាចឹងគេឲ្យសោតឲ្យអ្នកត្រូវសោតនោះទៅស្វែងរកពីនៃហ្នឹងនៃទស្សនវិជ្ជាហ្នឹងហើយនៅក្នុងគណៈការគេកំណត់ថាបើសិនបើកាលណាមានសម្អល់ឡើងថាមានគ្រឿងសម្គាល់ថាឲ្យទៅចុចបតង់ត្រូវចុចបតង់ភ្លាមចាអានេះការកំណត់2កំណត់ទី1ហ្នឹងត្រូវស្វែងរកពីអត្ថន័យរបស់ទស្សនវិជ្ជាចំណុចមួយទៀតត្រូវដោយអារម្មណ៍ដើម្បីចុចបតង់ភ្លាមបើកាលណាគេមានសញ្ញាសម្គាល់ឲ្យចុចបតង់ហ្នឹងនៅក្នុងការពិសោធន៍យើងឃើញលទ្ធផលរបស់វានៅដំបូងឡើយហ្នឹងគឺការណាអ្នកដែលត្រូវគេពិសោធន៍ហ្នឹងស្វែងរកទស្សនវិជ្ជានៅលក្ខណៈនៅឡើយយើងគាត់អាចបែងចែកអារម្មណ៍របស់គាត់ពីរផ្សេងបានដោយគាត់អាចជួយបន្តលឿនប៉ុន្តែពេលដែលគាត់ស្វែងរកទស្សនវិជ្ជានឹងកាន់ជ្រៅទៅស្វែងរកន័យរបស់ទស្សនវិជ្ជាកាន់ជ្រៅទៅស្រុងទៅគាត់ចាប់ផ្ដើមមិនអាចបោកអារម្មណ៍ពីរចូលគ្នាតែមួយបានទេចឹងគាត់ត្រូវគាត់អាចបោកបានតែអារម្មណ៍តែមួយបានទេចឹងបានថាគាត់មិនអាចបែងចែកអារម្មណ៍បែងចែកគំនិតក្នុងការអារម្មណ៍របស់គាត់ទៅលើទស្សនវិជ្ជាផងទៅលើការចុចបតង់ផងដោយនៅពេលដែលគេឲ្យសញ្ញាចុចបតង់គាត់ចាប់តាមចុចបតង់យើងពីដំណាក់កាលទៅដំណាក់កាលតាមចុចយើងទៅចឹងហើយមកគេយើងនិយាយថាការប្រើប្រាស់អារម្មណ៍សម្រាប់ប្រើប្រាស់ក្នុងអារម្មណ៍ពីរផ្សេងគ្នាហ្នឹងវាលក្ខណៈថាវាត្រូវតែបែងចែកតែគ្នាវាមិនអាចតបអារម្មណ៍ពីរហ្នឹងចូលគ្នាបានជាមួយបានទេអរគុណគ្រូនិយាយការនិយាយទៅយើងតើពួកយើងមកមិនទៅស្ដីគេនិយាយទៅរៀនមុខវិជ្ជាអីក្រោយបើអត់មានសោតមិនមានលោកសិក្សារៀនគ្រាន់តែរៀនក៏យល់គ្រាន់តែយល់ចុងក្រោយទៅពិសោធន៍អស់លើមុខវិជ្ជាបិទក្តីសង្គមក្តីគេអត់ទេរៀនគ្រាន់តែរៀនយើងមករៀនទៅគ្រាន់តែរៀនទៅយល់គ្រាន់តែយល់ចុងក្រោយបើអ្នកឯងមិនស្គាល់អពិសោធន៍នៅក្នុងមុខវិជ្ជារបស់ឯងមិនអាចទៅជាមួយចំណេះពីគេបានទេគ្រូឲ្យរៀនឧទាហរណ៍បានទៅឲ្យមើលអាសំណួរអាសភៅគោលរាប់រយសំណួរមើលទៅមើលឲ្យងាប់គឺដាក់ឲ្យងាប់ដាក់ខ្លួនអាការថា3សប្តាហ៍ឯងមើលមិនមើលគឺបើឯងមើលទៅចេះទៅឲ្យឆ្លើយហ្នឹងទៅមកចឹងហើយបានគ្រូសួរថាហើយនេះរៀនមួយលោកគ្រូឲ្យយើងធ្វើឲ្យលំហាត់ច្រើនអានេះក៏ពិសោធន៍ខ្លួនឯងនឹងគ្រូទៅចុះបាយពុកយើងអ្នកយល់ទៅយើងរៀនទៅគ្រូបានហ្នឹងយល់អត់សុំបន្តទៀតអរគុណយ៉ាងណាអរសាទរគ្រូអាចអរសាទរមកអត់ទៀតចំណុចតគឺនិយាយពីចិត្តភាសាវិទ្យានឹងវិវត្តកម្មយើងអាចចិត្តវិទ្យាវិវត្តកម្មគឺការទទួលយកភាសាដំបូងមកគឺភាសាកំណើតបន្តមកគឺភាសាទី2មួយទៀតគឺជាលក្ខណៈនៃការផ្លាស់ប្ដូរភាសាចាចំណុចទី1គឺនិយាយពីការរៀនភាសាទី1ឬភាសាកំណើតអានឹងយើងអានឹងកុំមកចាក់បានតាមលក្ខណៈ